បណ្ដាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាកំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់និងកេរ្តិ៍ឈ្មោះដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយនឹងបណ្ដាញផ្សព្វផ្សាយអន្តរជាតិនាថ្ងៃទី25ខែកុម្ភៈឆ្នាំ2025នៅប្រទេសបែលហ្សិកដោយបានលើកឡើងថាបណ្ដាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាឬហៅសេដ្ឋកិច្ចខ្មៅកំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាហេតុនេះហើយទើបយើងបដិញ្ញាថានឹងបោសសម្អាតវាឲ្យអស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថាមជ្ឈមណ្ឌលបោកប្រាស់ខ្លះអាចនឹងបង្កើតលទ្ធផលផ្ទាល់ដល់អ្នកផ្នែកអចលនទ្រព្យការវិនិយោគលើអគារតាមរយៈការទិញរបៀបជាការបង្កើតមជ្ឈមណ្ឌលប៉ុន្តែប្រាក់ចំណូលគឺមិនបានចូលមករាជរដ្ឋាភិបាលកម្ពុជានោះទេសូមរំលឹកបន្តិចថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងកំឡុងពេលដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារកាលពីខែមករាកន្លងទៅសម្ដេចធិបតីបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីនិងយ៉ាងម៉ឺងម៉ាត់បំផុតសម្ដៅបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីទឹកដីកម្ពុជាយ៉ាងយូរបំផុតនៅត្រឹមខែមេសាឆ្នាំ2026ខាងមុខនេះជាមួយគ្នានេះដែរយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាតាមរយៈការបង្ការទប់ស្កាត់និងចុះបង្ក្រាបបោសសម្អាតការឆបោកតាមអ៊ីនធឺណិតនេះគិតត្រឹមថ្ងៃទី25ខែកុម្ភៈឆ្នាំ2026មានជនបរទេសជាង210,000 នាក់បានចាកចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជាខណៈប្រមាណជាង30,000 នាក់ត្រូវបានបណ្តេញចេញនិងចាប់បញ្ជូនទៅប្រទេសដើមវិញអរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតសូមអរគុណ